ជំរាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលនិយមស្នេហាវិស័យកីឡាបណ្ដាលគុណខ្មែរចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនឹងលើកយកកីឡាករកម្ពុជារបស់យើងមួយរូបគឺកីឡាករលន់បញ្ញាដែលត្រូវហោះទៅជប៉ុនដើម្បីប្រកួតនៅសង្វៀន K1 ដែលប៉ះជាមួយនឹងកីឡាករដែលមានសញ្ជាតិជប៉ុនកាត់ជាមួយនឹងហ្វីលីពីននោះគឺកីឡាករ Kazuki Matsumoto ដែលកីឡាកររូបនេះគឺជាប្រភេទកីឡាករ kickboxing ណាគឺគេល្អ kickboxing អញ្ចឹងតាក់ទងជាមួយនឹងកីឡាករលន់បញ្ញាសម្រាប់ promoter គឺគាត់មានការវៃឆ្លាតដែលយកកីឡាករលន់បញ្ញាទៅប្រកួតអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំសូមវិភាគទៅលើកីឡាករទាំងពីររូបតាក់ទងជាមួយនឹងកីឡាករលន់បញ្ញាដែលជាកីឡាកររបស់កម្ពុជាយើងដឹងហើយថាកីឡាករលន់បញ្ញាគឺជាកីឡាករមួយរូបដែលល្អមិនថាក្បាច់មិនថាបុកគឺគាត់មានមួយកំ plei ទាំងស៊ូទាំងធន់គឺគាត់ល្អហើយអ្វីដែលសំខាន់ការទាត់របស់គាត់គឺល្អខ្លាំងណាគឺល្អខ្លាំងអញ្ចឹងលន់បញ្ញាគឺស័ក្តិសមបំផុតក្នុងការយកទៅប្រកួតនៅសង្វៀន K1 វិញ្ញាសា kickboxing នេះគឺស័ក្តិសមបំផុតហើយអ្វីដែលខ្ញុំសរសើរទៅកាន់លន់បញ្ញាគឺគាត់អត់ចេះមើលងាយទៅលើដៃគូទេមិនថាដៃគូរបស់គាត់ល្អឬមិនល្អខ្លាំងឬក៏អន់គឺគាត់នៅតែរក្សាការវឹកហាត់របស់គាត់បានយ៉ាងល្អខ្លាំងបំផុតណាហើយមិនមើលងាយទៅលើដៃគូរបស់គាត់ទេអញ្ចឹងនេះគឺជាអត្តចរិតមួយដែលល្អសម្រាប់កីឡាករគុណខ្មែរគ្រប់រូបមិនថាតែលន់បញ្ញាទេសម្រាប់កីឡាករក្រោយទៀតគឺអាចយកលន់បញ្ញាគឺជាគំរូក៏ដូចជាសម្រាប់តាមណាយើងជាកីឡាករគុណខ្មែរគឺយើងត្រូវតែប្រកាន់ខ្ជាប់នៅការវឹកហាត់ឲ្យតឹងរឹងគេហៅថាវិន័យមានវិន័យក្នុងការវឹកហាត់ក្នុងការប្រកួតទៅការប្រកួតរបស់យើងធ្វើទៅគឺគេចូលចិត្តច្រើនមាន fan ច្រើនគេគាំទ្រច្រើនហើយអាចទទួលជ័យជំនះច្រើនផងដែរណាយើងមើលដូចប្រៀបធៀបជាមួយនឹងកូនសិស្សលោកគ្រូពេជ្រសុផាន់សុទ្ធតែមានក្រមសីលធម៌ល្អទាំងអស់ណាអញ្ចឹងតើតើជាមួយនឹងសមត្ថភាពរបស់លន់បញ្ញាគឺយើងបានដឹងជាច្រើនហើយអំពីការប្រកួតរបស់គាត់ដោយសារតែយើងគឺជាជនជាតិខ្មែរដូចគ្នាហើយយើងក៏បានមើលការប្រកួតរបស់គាត់ច្រើនរាប់មិនអស់ដែរណាអញ្ចឹងចំពោះសមត្ថភាពរបស់គាត់បែបណាគឺយើងអាចដឹងច្រើនតោះឥឡូវយើងមកវិភាគតើតើជាមួយនឹងកីឡាករជប៉ុនកាត់ហ្វីលីពីនដែលជាដៃគូរបស់លន់បញ្ញាម្ដងចំពោះកីឡាករ Kazuki នេះខ្ញុំគិតថាគឺមិនល្អណាស់ណាទេគឺគាត់ល្អ kickboxing ប៉ុន្តែគាត់ថាបើមើលសមត្ថភាពរបស់គាត់ការប្រកួតរបស់គាត់ខ្ញុំគិតថាអត់លើសលន់បញ្ញាទេគាត់អាចនឹងក្រោមលន់បញ្ញាទៀតណាអាចនឹងក្រោមលន់បញ្ញាអ្វីដែលគាត់មានគឺការចេញចូលធ្ងន់déplacé លឿនចំពោះជើងវិញគឺគាត់អត់សូវល្អជើងទេការទាត់របស់គាត់គឺស្រាលហើយក៏គាត់អត់សូវចេញដែរការទាត់ហ្នឹងអញ្ចឹងចំពោះលន់បញ្ញាខ្ញុំគិតថាมันមានការបារម្ភខ្លាំងចំពោះដៃគូរបស់គាត់ទេណាมันមានការបារម្ភទេតែតែដៃគូរបស់គាត់គឺសមត្ថភាពរបស់គាត់គឺមិនលើសលន់បញ្ញាទេហើយខ្ញុំគិតថាគូនេះអាចនឹងកម្ពុជារបស់យើងវាយឲ្យ Kazuki នេះសន្លប់ក៏ថាបានដែរណាអាចនឹងសន្លប់ជាពិសេសគឺទាត់ខូចជើងរបស់កីឡាករជប៉ុនកាត់ហ្វីលីពីននេះគឺអត់ល្អទេគឺខ្សោយគាត់ល្អដៃគាត់ធ្ងន់ហើយលឿនណាហើយការdéplacé របស់គាត់គឺលឿនណាអញ្ចឹងចំពោះសមត្ថភាពរបស់កីឡាករជប៉ុននេះគឺយើងគិតថាមិនជាអស្ចារ្យណាស់ទេប៉ុន្តែអ្វីដែលកាន់តែអស្ចារ្យមួយទៀតបើសិនជាកីឡាករលន់បញ្ញាប្រកួតឈ្នះកីឡាករជប៉ុនកាត់ហ្វីលីពីននេះគឺគាត់អាចនឹងឡើងទៅមួយកម្រិតទៀតដើម្បីទៅប្រកួតជាមួយនឹងកីឡាករលំដាប់មួយទៀតណាលំដាប់មួយទៀតប៉ុន្តែយើងអត់ទាន់ដឹងលទ្ធផលទេប៉ុន្តែខ្ញុំជឿជាក់ថាលន់បញ្ញាប្រកាសជាឈ្នះចំពោះការប្រកួតលើកនេះហើយជាចុងក្រោយក៏ខ្ញុំមានសារដាស់តឿនមួយដែរតាក់ទងជាមួយនឹងការប្រកួតនេះបើសិនជាការប្រកួតយើងមើលទៅយើងដាច់ពិន្ទុអូខេយើងវាយឲ្យទៅចប់ទៅយើងឈ្នះហើយប៉ុន្តែបើសិនជាការប្រកួតនេះមើលទៅពិន្ទុប្រហែលគ្នាខ្ញុំគិតថាបើសិនជាអាចគួរតែផ្ដាច់ពីព្រោះតែយើងទៅប្រកួតនៅទឹកដីគេទៅប្រទេសគេគឺគេមានអត្ថប្រយោជន៍ច្រើនជាងហើយអញ្ចឹងអ្វីដែលខ្ញុំចង់និយាយគឺយើងអត់ចង់ស្ដាយក្រោយទេណាយើងអត់ចង់ស្ដាយក្រោយទេដោយសារតែបើសិនជាយើងឈ្នះការប្រកួតលើកនេះគឺយើងនឹងមានការប្រកួតមួយទៀតណាជួបអ្នកខ្លាំងជាងនឹងទៀត
ចុះសមត្ថភាពរបស់យើងក៏វាឡើងតាមនឹងដែរហើយជាមួយនឹងគេឈ្មោះរបស់យើងក៏វាឡើងតាមនឹងដែរអញ្ចឹងអ្វីដែលចង់ដាស់តឿនលោកបញ្ញាគឺមានប៉ុណ្ណឹងបើសិនជាបន្ទុកដាច់ហើយមិនបាច់ខំប្រឹងឲ្យដៃគូស្លាប់ទេដោយសារតែយើងគឺជាកីឡាករដូចគ្នាយើងយល់ពីអារម្មណ៍កីឡាករប៉ុន្តែបើសិនជាបន្ទុកបដោះសងគ្នាគឺយើងបើសិនជាអាចគឺយើងបដូរណាយើងបដូរដើម្បីយកឈ្នះបើសិនជាយើងអត់បដូរទេយើងអាចនឹងចាញ់គេហើយដោយសារតែយើងទឹកដីគេអញ្ចឹងតាក់ទងជាមួយនឹងចំណុចនេះយើងត្រូវតែគិតឲ្យបានច្បាស់កុំគិតថាសមត្ថភាពរបស់គេខ្សោយហើយយើងវាយលំដើម្បីយើងគិតថាយើងឈ្នះហើយប៉ុន្តែទាំងដែលបន្ទុកអត់ទាន់ដាច់អញ្ចឹងយើងអាចនឹងមានដំណឹងហួសចិត្តកថាបានដែរណាអញ្ចឹងនៅក្នុងវីដេអូនេះគឺមានត្រឹមតែប៉ុណ្្នឹងទេអញ្ចឹងបងប្អូនទាំងអស់គ្នាកុំភ្លេចតាមដានទាំងអស់គ្នានៅថ្ងៃទី12ខែ9ខែវិច្ឆិកាឆ្នាំ2026ខាងមុខនេះអញ្ចឹងចំពោះការវិភាគនេះគឺមានត្រឹមតែប៉ុណ្្នឹងទេបើសិនជាបងប្អូនមានយោបល់និងមតិល្អកុំភ្លេចចូលខមមិននៅក្រោមវីដេអូនេះផងហើយអ្វីដែលសំខាន់គឺកុំភ្លេចជួយចុច Subscribe Channel YouTube ខ្ញុំម្នាក់មួយផងដើម្បីទទួលបានព័ត៌មានកីឡាផ្សេងទៀតតាក់ទងជាមួយនឹងគុនខ្មែរក៏ដូចជាការប្រកួតចេញទៅក្រៅផ្សេងទៀតណាជាចុងក្រោយអរគុណទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាជូនពរឲ្យបងប្អូនទាំងអស់គ្នាមានសុខភាពល្អទៅណាមកណាប្រកបដោយសុវត្ថិភាពគ្រប់ពេលវេលា